ខ្ញុំបានបើកផ្សារទំនើបតែមួយគត់នៅលើទីប្រជុំជននេះអស់រយៈពេល3ឆ្នាំមកហើយប៉ុន្តែមិនដែលឃើញមានភ្ញៀវម្នាក់សោះអ្នកដទៃគេតែនិយាយថាហុងស៊ុយផ្សារទំនើបរបស់ខ្ញុំមិនល្អទេខ្ញុំក៏ត្រៀមខ្លួននឹងបិទទ្វារផ្សារចោលដែរប៉ុន្តែនៅពេលនោះក៏មានបរិសុទ្ធសង្ហាម្នាក់ស្លៀកពាក់ឈុតបុរាណដើរចូលមកខ្ញុំមិនមានអារម្មណ៍រីករាយនឹងស្វាគមន៍ភ្ញៀវនោះទេផ្ទុយទៅវិញខ្ញុំមានអារម្មណ៍ភ័យខ្លាចទៅវិញអ្នកជាមនុស្សឬជាខ្មោចបរិសុទ្ធនោះមិនបានឆ្លើយសំណួររបស់ខ្ញុំទេប៉ុន្តែបានសួរទៅរកមកវិញថាតើនៅទីនេះមានអាហារដែលឆ្អែតពោះទេមីកញ្ចប់នំចំណីនិងនំប៉័ងជាជួរទាំងនោះមិនមែនជាអាហារឆ្អែតពោះនោះទេប៉ុន្តែឃើញគាត់មានរាងខ្ពស់ធំក៏ប្រហែលជាគិតថាវាមិនឆ្អែតនោះទេខ្ញុំក៏នឹកឃើញយកនំកញ្ចប់បង្ហាប់ពីប្រអប់ដែលលក់មិនចេញនោះមកអាហារបង្ហាប់សម្រាប់កងទ័ពនេះគឺឆ្អែតបំផុតមួយដុំគឺស្មើនឹងអាហារមួយពេលនំតូចមួយកញ្ចប់នេះអាចឆ្អែតបានដល់ទៅ2ពេលមែនទេគាត់ត្រឡប់កញ្ចប់នំទៅមកប៉ុន្តែបើមិនចេញសោះនេះប្រហែលជាខ្មោចមែនហើយសូម្បីតែនំកញ្ចប់បង្ហាប់ក៏មិនស្គាល់ផងខ្ញុំក៏បង្ហាញពីរបៀបបើកដែលអត់ធ្មត់រួចហុចឲ្យគាត់ពីដុំនេះប្រកាសជាឆ្អែតបានមួយពេលហើយឆ្ងាញ់គ្រាន់បើរសជាតិផ្អែមប្រៃនិងស្រួយឆ្ងាញ់ណាស់គ្រាន់តែវាខ្វះទឹកបន្តិចជូនអ្នកមួយដបពិសាទៅលូឆាងហ្វឹងបានទទួលយករបស់ដែលខ្លាចដែលគាត់មិនធ្លាប់ឃើញពីមុនបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះគាត់ក៏យកមាត់ខាំគម្របដបបើកខ្ញុំឃើញសកម្មភាពនេះក៏មានការតក់ស្លុតយ៉ាងខ្លាំងងាប់ហើយនេះជាខ្មោចពិតមែនស្ទាយមុខមាត់និងរាងកាយនេះណាខ្ញុំបង្ហាញគាត់ពីរបៀបបើកគម្របដបរួចសម្លឹងមើលគាត់រៀនធ្វើតាមទៅខ្ញុំងក់ក្បាលដោយធូរចិត្តលូឆាងហ្វឹងពិសាមួយម៉ាត់ទឹកនេះស្អាតណាស់គ្មានក្លិនអ្វីឡើយគាត់ញ៉ាំនំបង្ហាប់យ៉ាងលឿនរួចពិសាទឹកមិនទាន់ឆ្អែតទេឃើញក្រសែភ្នែករបស់លូឆាងហ្វឹងសម្លឹងមកកាន់នំបង្ហាប់ពីប្រអប់ដែលនៅសល់ខ្ញុំក៏យកដៃខ្ទប់ប្រអប់នោះរបស់នោះត្រូវទឹកគឺរីកធំបើអ្នកញ៉ាំទៀតគឺពួននឹងផ្ទុះហើយលូឆាងហ្វឹងងក់ក្បាលចុះនឹងពីប្រអប់នេះលក់យ៉ាងម៉េចដែរពីប្រអប់មាន40កញ្ចប់សរុប400រៀលក៏បានដែរ400រៀលនេះថោកពេកហើយមិនបាច់អាប់ឲ្យទេបើមានឱកាសលើក្រោយខ្ញុំនឹងមកទៀតនិយាយចាប់លូឆាងហ្វឹងក៏បីប្រអប់នំដើរចេញទៅខ្ញុំមើលទៅមានដុំខ្លាំងៗនៅចំពោះមុខស្ទាក់ស្ទើរមួយសន្ទុះក៏ដេញតាមគាត់ទៅប៉ុន្តែបរិះនោះដើរចូលទៅក្នុងច្រកផ្លូវទាល់ក៏បាត់ខ្លួនឈឹងមនុស្សតាណាអស់ហើយប្រហែលជាខ្មោចមែនបន្ទាប់ពីខ្ញុំបិទហាងក៏កាន់មាសដុំនោះទៅហាងបញ្ចាំលទ្ធផលគឺមាសដុំនោះជារបស់ពិតម្ចាស់ហាងបញ្ចាំក៏ឲ្យថ្លៃ7000ភ្លាមនោះបង្ហាប់ពីប្រអប់ចំណាយដើមត្រឹមតែ250តែប៉ុណ្ណោះនេះគឺចំណេញសុទ្ធដល់តែជាង6000ឯណោះគិតដល់បរិះសង្ហានោះនិយាយថាលើកក្រោយនឹងមកទៀតខ្ញុំក៏បញ្ជាទិញនឹងបង្ហាប់ចំនួន20ប្រអប់ភ្លាមលូអូឆាងហ្វឹងបីនំត្រឡប់ទៅដល់បន្ទាយនៅមាត់វាខ្សាច់លោកគ្រូពេទ្យស៊ូឃើញនំបង្ហាប់ក៏ចំហមាត់នេះគឺចៃពិនិត្យមើលថារបស់នេះមានជាតិពុលឬអត់លោកគ្រូពេទ្យយូទោះបីជាមានការងឿងឆ្ងល់យ៉ាងណាក៏ដោយក៏គាត់ធ្វើតាមដោយយកមកខិតនឹងភ្លក់បន្តិចលោកមេតបមិនមានជាតិពុលទេឆ្ងាញ់ណាស់នេះជារបស់មកពីណាកងទ័ពតាំងពីមកដល់ខាងក្រៅទីក្រុងយ៉ុងជូក៏ជួបតែព្យុះខ្សាច់ខ្វះទឹកខ្វះស្បៀងលុយឆាងហ្វឹងបញ្ជាភ្លាមស្ដាប់បញ្ជាឲ្យគ្រប់កងទ័ពប្រមូលប្រាក់រួចទៅទិញរបស់នេះជាមួយខ្ញុំលោកមេតបយើងមិនដែលឃើញរបស់នេះពីមុនមកទេបន្ថែមពីនោះទីកន្លែងនេះត្រូវបានបំផ្លាញអស់ហើយប្រជាជនក៏រត់អស់ហើយតើនៅមានអ្នកលក់ទៀតឬលោកមេតបសូមប្រយ័ត្នផងបើមិនដូច្នោះទេតើពួកអ្នកមានវិធីណាផ្សេងទៀតដើម្បីរកស្បៀងនិងទឹកទេមនុស្សគ្រប់គ្នាក៏ស្ងាត់ស្ងៀមលូឆាងហ្វឹងនាំមនុស្ស30នាក់ស្លៀកពាក់ពេញឈុតដើរចូលទៅក្នុងច្រកផ្លូវនោះលទ្ធផលមានតែគាត់ម្នាក់គត់ដែលចូលបានទីហ៊ានឈរនៅទីនោះស្រឡាំងកាំងហាងដែលនិយាយថានៅឯណាទើបតែនឹងធ្វើសកម្មភាពក៏ឃើញលូឆាងហ្វឹងដើរចេញមកពីទ្វារនោះវិញពួកអ្នកហេតុអ្វីមិនចូលទៅលោកមេតបយើងចូលទៅហើយខាងក្នុងគឺមានតែការបំផ្លាញប៉ុណ្ណោះគ្មានលោកទេលូឆាងហ្វឹងនាំមនុស្សទៅសាកល្បងជាច្រើនដងក៏ដូចគ្នាគាត់ក៏យល់អន្លើថាប្រហែលជាមានតែគាត់ម្នាក់គត់ដែលឃើញលូឆាងហ្វឹងក៏ដើរចូលទៅម្ដងទៀតខ្ញុំមកទិញរបស់គាត់ដាក់មាសនិងប្រាក់ទាំងអស់នៅលើតុបញ្ចុះរបស់ទាំងនេះអាចទិញបានប៉ុន្មានខ្ញុំសម្លឹងមើលមាសនិងប្រាក់នៅលើតុមាសដុំពីរនេះធំជាងលើកមុនបូករួមទាំងប្រាក់និងកាក់ទាំងនោះទៀតខ្ញុំព្យាយាមធ្វើចិត្តឲ្យស្ងប់នៅបង្ហាប់ចំនួន20ប្រអប់ដែលទើបនឹងមកដល់ហើយនឹងទឹកអ្នកយកទៅទាំងអស់ចុះឥឡូវមានតែប៉ុណ្្នឹងទេលើកក្រោយអាចត្រៀមឲ្យច្រើនជាងនេះបានទេ50ប្រអប់ទៀតគ្មានបញ្ហាទេស្អែកអ្នកមកយកបានបន្ទាប់មកខ្ញុំក៏បញ្ជូនមីកញ្ចប់និងសាច់កំប៉ុងមួយចំនួនឲ្យគាត់ហើយក៏ថែមស្រាឲ្យមួយដបទៀតលូឆាងហ្វឹងដឹកជញ្ជូនទំនិញជាច្រើនជើងទៅចេញទៅបន្ទាប់ពីគាត់ទៅខ្ញុំក៏ទៅហាងបញ្ចាំភ្លាមអ្នកស្រីមកហើយអញ្ជើញអង្គុយខ្ញុំដាក់មាសដុំនៅលើតុម្ចាស់ហាងពិនិត្យយ៉ាងល្អិតល្អន់មាសទាំងពីរដុំនេះសិតល្អណាស់គិតតាមតម្លៃ10000ម្ដុំបានទេខ្ញុំយកមាសមកវិញរួចដាក់កាក់3កាក់នៅលើតុលោកជួយមើលកាក់ទាំង3នេះផងម្ចាស់ហាងឃើញកាក់ក៏ទុកចិត្តមិនជាប់ចម្លែកណាស់កាក់ទាំង3នេះខ្ញុំមិនដែលឃើញពីមុនមកសោះផ្ទៃរបស់វាភ្លឺថ្លាហើយក៏មិនដូចរបស់ខ្លាំងៗដែរអ្នកស្រីខ្ញុំមើលមិនដាច់ទេអ្នកមើលបែបនេះបានទេមាសពីរដុំនេះខ្ញុំយកហើយកាក់ទាំង3នេះខ្ញុំថតរូបផ្ញើទៅគ្រូខ្ញុំមើលសិនបើមានព័ត៌មានខ្ញុំនឹងតាក់ទងអ្នកខ្ញុំងក់ក្បាលរួចកាន់លុយ20000ដែរចេញទៅដល់ផ្ទះខ្ញុំក៏គិតលេខថ្ងៃនេះចំណេញជាង20000យន្តនេះមិនទាន់គិតពីប្រាក់និងមាសដែលនៅសល់ផងស្អែកត្រូវតែទិញនំបង្ហាប់ឲ្យច្រើនជាងនេះព្រឹកថ្ងៃបន្ទាប់ខ្ញុំទើបនឹងក្រោកពីគេងលូឆាងហ្វឹងក៏ចូលមកត្រៀមរួចរាល់ហើយច្រើនម្ល៉េះគ្រប់គ្រាន់ទេលូឆាងហ្វឹងមិនប្រញាប់ឲ្យលុយទេតែគាត់ដើរមើលជុំវិញហាងសិនក្នុងចំណោមអាហារទាំងនេះមួយណាដែលឆ្អែតជាងគេគឺរបស់នេះហើយងាយស្រួលយកតាមខ្លួនហើយក៏ឆ្អែតទៀតនេះជាអាហារបង្ហាប់សម្រាប់កងទ័ពទីហ៊ានពេលចេញប្រតិបត្តិការគឺប្រើរបស់នេះបើអីចឹងខ្ញុំចង់បាន5000ប្រអប់ហើយទឹក5000ប្រអប់ទៀតខ្មោចនេះហ៊ាននិយាយមែនបើកមាត់មកគឺ5000ប្រអប់នេះប្រហែលជាការកុហកតាមរឿងព្រេងមែនហើយលូឆាងហ្វឹងហាក់ដូចជាដឹងថាខ្ញុំមិនជឿគាត់ក៏លើកថង់មាសឡើង